អូនទាំងអស់គ្នាចានៅក្នុងវីដេអូនេះអ្នកគ្រូនឹងបង្រៀនបងប្អូនតាក់ទងនឹងការសរសេរ75 9អញ្ចឹងសូមកូនកូនឬក៏បងប្អូនមើលមកលើក្តារខៀនទាំងអស់គ្នាអ្នកគ្រូនឹងរំលឹកការរាប់ចំនួនណោះសូមកូនចូលរួមជាមួយអ្នកគ្រូចាប់ផ្ដើមទាំងអស់គ្នា10 20 30 40 50 70ចានេះគឺចិត្តម៉ានកូនចាចំនួនក្រហមនេះគឺមាន9ទាំងអស់នេះគឺ75 9កូនកលេចមើលខាងនេះមើលគឺមានលេខ7និងលេខ5 4នោះកូននឹងអានថា75 9ចាដោយសារតែកូនទាំងអស់គ្នាបានដឹងពីចលនានៃការសរសេរលេខនីមួយៗហើយអ្នកគ្រូនឹងបញ្ជាក់នៅលើក្តារខៀនបន្ថែមសូមកូនមើលទាំងអស់គ្នាចា79ដំបងគេកូនត្រូវសរសេរលេខម៉ានកត់ចាគឺលេខ7អញ្ចឹងដំបងកូនសរសេរលេខ7កូនគួចឡើងលើចុះក្រោមឡើងលើចុះក្រោមមកងាកទៅស្នាមឡើងលើហើយកូនងាកមកឆ្វេងបន្តិចមកបន្តមកទៀតសរសេរលេខ9ចាកូនគួចកោងមកហើយភ្ជាប់កន្លែងកោងហ្នឹងកោងទៀតឡើងលើងាកមកឆ្វេងបន្តិចចាម្ដងទៀតដំបងកូនសរសេរលេខ7ចានេះគឺជា7បន្ទាប់កូនសរសេរលេខ9ចានេះគឺជា5 9នោះកូនទទួលបាន75 9ចាបន្ទាប់ពីកូនបានមើលអ្នកគ្រូសរសេរនៅលើក្តារខៀនហើយអ្នកគ្រូមានកិច្ចការសម្រាប់កូនកិច្ចការទី1នេះចូលកូនធ្វើគំនូសចំនួន79នេះគឺជា79នេះគឺជាគំនូសដែលកូនត្រូវសរសេរចាលំហាត់ទី2ចូលកូនសរសេរចំនួន79នេះគឺជា79នេះគឺជាទីតាំងដែលកូនត្រូវសរសេរចាលំហាត់ទាំងពីរនេះសូមកូនទាំងអស់គ្នាចូលរួមមកហាត់ធ្វើទាំងអស់គ្នាណោះបន្ទាប់ពីកូនបានធ្វើរួចកុំភ្លេចយកទៅឲ្យប៉ាម៉ាក់របស់កូនជួយពិនិត្យមើលថាតើកិច្ចការរបស់កូនពិតជាបានស្អាតនិងត្រឹមត្រូវដែរឬទេចាសូមអរគុណ